មិត្តភក្តិអត់មានចិត្តសោះអញ្ចឹងនៅពេលនោះចាស់របស់គាត់បានមកដាស់តឿនគាត់ឲ្យឆាប់ចូលទៅជួយមិត្តភក្តិទៅតែគាត់កំពុងអន់ចិត្តផងក៏ស្ដីឲ្យចាស់របស់គាត់ថាក៏មកចេះដឹងរឿងមនុស្សលោកច្រើនពេកឆាប់ចេញពីមុខពីមាត់របស់គាត់ទៅចាស់មកអាក្រក់នៅលើលោកនេះគ្មានអ្នកណាស្អាតជាងនេស្កូទេភ្លាមនោះគាត់ក៏នឹកឃើញថាឋានជីរ៉ូស្ពីប្រអប់នេស្កូទៅគាត់ក៏រត់ទៅតាមបដាហើយជាឋានជីរ៉ូបដាសិតតែអាចចង្រៃឋានជីរ៉ូបើសិនជាមានរឿងអីកើតឡើងចំពោះនេស្កូយើងមិនលើកលែងឲ្យឯងទេនិយាយពីឋានជីរ៉ូហើយនឹងអេណូស្កេដែលកំពុងតែនៅលើភ្នំវិញពួកគេបានលើសម្រាប់ជើងដែលកំពុងតែដើរមករកពួកគេនោះគឺជាសម្រាប់ជើងរបស់ក្រុម Demon Slayer 3-4 នាក់ដែលដើរត្រេតត្រោតដូចជា zombie អញ្ចឹងចូលមកវាយប្រហារពួកគេពេលនោះ Inosuke ដែលមានចិត្តឆេវឆាវចង់សម្លាប់ពួកគេចោលតែម្ដងប៉ុន្តែឋានជីរ៉ូបានខាត់ព្រោះពួកគេនៅជាមនុស្សហើយនៅរស់នៅឡើយមិនមែនជាបិសាចទេបន្តមកឋានជីរ៉ូបានរកឃើញថាពួកគេត្រូវបានគេបញ្ជាដោយអំបោះពីពីងដែលបានភ្ជាប់នៅខាងក្រៅខ្នងរបស់ពួកគេហើយបានប្រាប់ Inosuke ឲ្យជួយលោតទៅកាត់អំបោះពីពីងទាំងអស់នោះចោលធ្វើពួកគេដួលស្វាបទៅលើដីក៏ប៉ុន្តែមិនយូរប៉ុន្មានពួកគេក៏ងើបឡើងមកវិញពេលនោះឋានជីរ៉ូបានដឹងថាអ្នកបញ្ជានៅមិនឆ្ងាយពីកន្លែងហ្នឹងទេក៏ប៉ុន្តែគាត់ហាត់ខ្លាចមិនដឹងសោះព្រោះភ្នំនេះមានបិសាចច្រើនពេកសំណាងល្អ Inosuke មានវិជាពិសេសម្យ៉ាងហៅថាវិជាដង្ហើមសត្វព្រៃតម្រងទី7អាចចាប់ទីតាំងរបស់បិសាចបានបន្តមកពួកគេបានរត់សម្ដៅទៅរកបិសាចអ្នកបញ្ជានោះហើយពេលពួកគេទៅកាន់តែចិត្តសំណាញ់ពីពីងកាន់តែច្រើនពេលនោះពួកគេបានជួបជាមួយនឹងក្រុម Demon Slayer មួយក្រុមទៀតដែលត្រូវបានបញ្ជាដោយបិសាចពីពីងស្រីម្នាក់ឲ្យមកស្ទាក់ផ្លូវពួកគេក្នុងពេលជាមួយគ្នាដែរពេលបិសាចពីពីងស្រីនោះកំពុងតែធ្វើការមានកូនប្រុសបិសាចពីពីងម្នាក់បានមកប្រាប់នាងឲ្យបញ្ញាសម្រាប់ក្រុមរបស់ឋានជីរ៉ូចោលទៅបើមិនចឹងទៅប្រាប់ប៉ាឥឡូវហើយពេលនោះមេបិសាចពីពីងនោះដូចជាខ្លាចប៉ាបិសាចពីពីងដែលជាប្តីគាត់ខ្លាំងណាស់ក៏បញ្ញាប់ញាប់ដៃញាប់ជើងធ្វើការងារនឹងឲ្យលឿនហើយក្រុម Demon Slayer ដែលនាងកំពុងតែបញ្ជាក៏ខ្លាំងជាងមុនហើយលឿនជាងមុនដែរក៏ប៉ុន្តែដៃរបស់ពួកគេត្រូវបានបិសាចទាញបាក់អស់ហើយឈឺចុកចាប់ខ្លាំងមែនទែនពេលនោះពួកគេបានសុំឲ្យឋានជីរ៉ូសម្រាប់ពួកគេចោលទៅព្រោះមិនចង់រស់នៅទាំងវេទនាអញ្ចឹងទេប៉ុន្តែឋានជីរ៉ូមិនដាច់ចិត្តហើយគាត់បាននឹកឃើញវិធីម្យ៉ាងដើម្បីជួយពួកគេគឺគាត់បានចាប់បោះពួកគេទៅនៅលើដើមឈើធ្វើអញ្ចឹងគឺបិសាចមិនអាចបញ្ជាពួកគេបានទេពេលនោះ Inosuke ក៏ជួយបោះដែរហើយអួតថាឋានជីរ៉ូធ្វើឲ្យបានគាត់ក៏អាចធ្វើអញ្ចឹងបានដូចគ្នាមិនឲ្យចាញ់ទេនៅពេលដែលបិសាចពីពីបញ្ជាពួកគេអត់បានការអីទេវាក៏ទាញខ្សែមួកពួកគេសម្រាប់ចោលយ៉ាងព្រៃផ្សៃបំផុតពេលឃើញអញ្ចឹងឋានជីរ៉ូមានអារម្មណ៍ថាតក់ស្លុតហើយខឹងជាមួយនឹងនាងបិសាចពីពីនឹងមែនទែនក៏បញ្ញាប់រត់សម្ដៅទៅសម្លាប់វាឲ្យបានលឿនបំផុតបន្តមកនាងបិសាចពីពីបានបញ្ជាកូនចៅវាចុងក្រោយម្នាក់ទៀតដែលខ្លាំងជាងគេមកស្ទាក់ផ្លូវឋានជីរ៉ូនិង Inosuke អាមួយចុងក្រោយនេះវាមានមេធំហើយសំខាន់វាអត់មានក្បាលកាត់ទេមិនដឹងថាត្រូវសម្លាប់វាយ៉ាងម៉េចពេលនោះ Inosuke ក៏ចេះភ័យដែរហើយក៏បានសួរឋានជីរ៉ូថាធ្វើម៉េចទៅហើយឋានជីរ៉ូក៏បានប្រាប់ថាសាកកាត់ពីកចុះមកក្រោមក្លៀកមើលនិយាយមិនតាន់ចប់ស្រួលបួផង Inosuke បានសម្រុកចូលទៅចង់សម្លាប់បិសាចនឹងចោលមុនដើម្បីយកស្នាដៃតែត្រូវបានបិសាចនោះកាប់ឲ្យលបួរហូរឈាមជាច្រើនកន្លែងបន្តមកទៀតក៏មានកូនពីពីមករកចង Inosuke ជាប់ទុកឲ្យអាមេបិសាចនោះសម្លាប់ចោលនៅពេលនោះ Inosuke បានដឹងខ្លួនច្បាស់ណាស់ថាមិនអាចរត់រួចទេតែសំណាងល្អបានឋានជីរ៉ូមកជួយសង្គ្រោះគាត់តាន់ជួយគាត់មានអារម្មណ៍ថាកក់ក្ដៅជាមួយនឹងឋានជីរ៉ូមែនទែនបន្តមកដើម្បីកម្ចាត់ឲ្យបិសាចមានធំមួយនេះឋានជីរ៉ូបានប្រាប់ឲ្យ Inosuke ចេះធ្វើការរួមគ្នាគាត់បានអោនឲ្យ Inosuke ជន់ដើម្បីលោតឲ្យបានខ្ពស់កាត់ដៃបិសាចនឹងចោលចំណែកគាត់បានប្រើក្បាច់ដើរទឹកកាត់ជើងវាចោលហើយចុងក្រោយ Inosuke ឆ្លាក់ចុះមកវិញក៏កាត់អាបិសាចនោះចាប់ពីចំណុចត្រង់កអូសមក